bà sôm chỉ nghiệp xua thằng ấy nick trong lược dầu bịa muối đại trong tay để lư cả án khóc nơi tam bản đài sang cung niên nia đại tranh bị mọt nè bằng cả miệt thị cả niên nia có đôi chia chuẩn cáo có lư một vì lục cru nè cru pet rồi có bị chạm bằng đất có miền cả án bịa nick khóc đái cứ trong tay để lư bộ quạt án thà propon phiệp xăm bà cả án bịa nick thà propon phiệp xăm mình trầm trời nụ tề Việcนี้อ่านเอาត្រឹមត្រូវគេអានថាប្រព័ន្ធភាពស៊ាំបាទមិនមែនសាំទេបងប្អូនសូមបងប្អូនអានឲ្យបានត្រឹមត្រូវគឺប្រព័ន្ធភាពស៊ាំហើយក៏សូមចងចាំថាពាក្យសាំហើយនិងពាក្យស៊ាំនេះមិនមានន័យដូចគ្នាទេពាក្យទាំងពីរនេះគឺមានន័យខុសគ្នាសាំមានន័យផ្សេងស៊ាំមានន័យផ្សេងបាទឥឡូវបងប្អូនពិនិត្យទៅលើសំណេរពាក្យនេះគឺគេសរសេរសដាក់ត្រីស័ព្ទហើយដាក់សអាំអញ្ចឹងសត្រីស័ព្ទនេះគេអានថាសូបាទដល់សូវាទាញសូអាំនេះឲ្យវាទៅជាសូអមអញ្ចឹងយើងអានថាស៊ាំដែលនាំឲ្យពាក្យទាំងអស់នេះយើងអានថាប្រព័ន្ធភាពស៊ាំបាទអញ្ចឹងខ្ញុំសូមបង្ហាញជូនពីអត្ថន័យនៃពាក្យស៊ាំហើយនិងពាក្យសាំបាទពាក្យទាំងពីរនេះពុំមានន័យដូចគ្នាទេពាក្យស៊ាំប្រែមកថាថ្នឹកថាអាចប្រព្រឹត្តទៅបានព្រោះការថ្នឹកឬក៏មានដំណើរថ្នឹកឧទាហរណ៍ថាខ្ញុំឈឺចិត្តឡើងស៊ាំហើយបាទចំណែកឯពាក្យសាំវិញយើងប្រែមកថាដែលផ្ទួនឬថែមដដែលឬក៏ដែលដូចគ្នាដដែលច្រើនដងហ្នឹងគេហៅថាសាំបាទឧទាហរណ៍ថានិយាយសាំកុំនិយាយសាំពេកបាទអញ្ចឹងកុំនិយាយសាំពេកហ្នឹងមានន័យថាកុំនិយាយដែលពេកបាទនាំឲ្យគេធុញអីជាដើមអញ្ចឹងណាបាទអញ្ចឹងពាក្យថាសាំហើយនិងពាក្យស៊ាំគឺមិនមានន័យដូចគ្នាទេដូច្នេះសូមឈប់ផន់ច្រឡំនៅក្នុងការអានពាក្យនេះខុសតទៅទៀតសូមអានឲ្យបានត្រឹមត្រូវបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតថាពាក្យនេះមិនមែនអានថាប្រព័ន្ធភាពសាំទេគឺយើងអានថាប្រព័ន្ធភាពស៊ាំទើបត្រឹមត្រូវបាទសូមអរគុណ